ចាសួស្តីមិត្តភក្តិបងប្អូនជាទីស្រឡាញ់ថ្ងៃនេះនាងខ្ញុំនឹងបង្ហាញអំពីឆាគុយទាវបន្លែសាច់គោមាននៅតកួននិងសណ្ដែកបដោះឥឡូវសាកមើលតើរសជាតិបែបណាចាដំបូងនេះបន្ទាប់ពីផ្ទះក្តៅហើយគឺយើងដាក់ខ្លាញ់ចូលចាយើងដាក់ខ្លាញ់ចូលហើយទើបបានយើងដាក់ពងទាក្លុកដែលយើងបានកូរវាយវាបែកហ្នឹងណាចាយើងឆាចូលច្បល់ហើយបានយើងចាក់គុយទាវចូលហើយយើងច្បល់ឲ្យសព្វជាមួយនឹងគុយទាវនិងពងទានឹងចាបន្ទាប់យើងច្បល់គុយទាវជាមួយនឹងពងទានឹងហើយគឺយើងដាក់មួយអន្លើសិនទើបយើងចាប់ផ្ដើមឆានៅបន្លែចាដាក់ខ្លាញ់ដាក់ខ្ទឹមសបន្ទាប់មកគឺយើងដាក់សណ្ដែកបដោះនិងតកួនគឺយើងឆាឲ្យវាទន់ចាមកសន្ទុំគឺឲ្យវាទន់ល្អហើយបានយើងដាក់សាច់គោចូលតាមក្រោយហើយយើងឆាបន្លែមួយសន្ទុះទៅបន្ទាប់មកទៀតទៅបានយើងដាក់មីដាក់គុយទាវដែលយើងទុកមកអន្លែកហ្នឹងណាមិនលើសិនហ្នឹងគឺបុកច្បល់ចូលគ្នាតែម្ដងហើយបានយើងដាក់ទឹកសោះចូលចាបន្ទាប់ពីយើងឥឡូវនេះយើងដាក់កាទៀវចូលហើយក៏យើងដាក់នៅទឹកសោះដែលខ្ញុំលាយរួចជាស្រេចហើយមាននៅប្រេងខ្យងចាអំបិលបន្តិចទៅរ៉ូឌីបន្តិចទៅម្សៅស៊ុបបន្តិចទៅហើយក៏យើងច្បល់ចូលគ្នាជាមួយនឹងទឹកហ្នឹងឲ្យវាមានរសជាតិយើងត្រូវតែភ្លក់មើលថាតើល្មមសាបឬក៏ប្រៃយ៉ាងណាសិនបន្ទាប់មកយើងចាក់ចូលហើយគឺយើងឆាច្បល់ចូលគ្នាមួយសន្ទុះគឺឆ្អិនរួចជាការស្រេចដល់ពេលដែលយើងអាចទទួលទានបានហើយ